តើតុលាការកំពូលមានតួនាទីអ្វីខ្លះតុលាការកំពូលគឺជាតុលាការជំរះក្តីជាន់ខ្ពស់និងចុងក្រោយបង្អស់នៅក្នុងចំណោមតុលាការខ្មែរទាំង3ថ្នាក់ដែលមានដូចជាសាលាដំបងសាលាឧទ្ធរនិងតុលាការកំពូលតុលាការកំពូលដែលជាតុលាការជំរះក្តីជាន់ខ្ពស់និងចុងក្រោយបង្អស់នេះគឺមានតែមួយគត់ដែលមានទីតាំងនៅរាជធានីភ្នំពេញនេះបើយោងតាមមាត្រា55នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការឥឡូវនេះយើងមកស្វែងយល់អំពីតួនាទីរបស់តុលាការកំពូលទាំងអស់គ្នាតាមមាត្រា61នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការកំពូលមានសមត្ថកិច្ចដោះស្រាយរឿងក្តីដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួនស្របតាមកំណត់របស់ច្បាប់សមត្ថកិច្ចដោះស្រាយរឿងក្តីទាំងនោះរួមមាន 1. តុលាការកំពូលមានតួនាទីសមត្ថកិច្ចជំនុំជម្រះបណ្ដឹងសារទុកលើកទី1បើយោងតាមមាត្រា61នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការបានចែងថាតុលាការកំពូលមានសមត្ថកិច្ចដោះស្រាយរឿងក្តីដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួនស្របតាមកំណត់ច្បាប់នេះបានន័យថាតុលាការកំពូលលោកមានសមត្ថកិច្ចទទួលជំនុំជម្រះលើរឿងក្តីតាមរយៈបណ្ដឹងដូចជាជំនុំជម្រះលើបណ្ដឹងសារទុកលើកទី1ហើយតាមរយៈបណ្ដឹងនេះគឺតុលាការកំពូលលោកមានសមត្ថកិច្ចជំនុំជម្រះតែលើអង្គច្បាប់តែប៉ុណ្ណោះបានន័យថានៅពេលណាដែលមានបណ្ដឹងសារទុកលើកទី1នេះគឺតុលាការកំពូលលោកពិនិត្យហើយលោកអាចបដិសេធខ្លឹមសារក្នុងសារដីកាទាំងមូលឬបដិសេធតែចំណុចខ្លះនៃសារដីកាគឺអាស្រ័យទៅលើពាក្យបណ្ដឹងសារទុករបស់ភាគីរួចលោកពិនិត្យនឹងត្រូវប្រគល់ឬបង្វិលសំណុំរឿងនោះទៅឲ្យសាលាជំរះក្តីដដែលដើម្បីធ្វើការជំនុំជម្រះឡើងវិញហើយចំពោះសមាជិកភាពចៅក្រមលើបណ្ដឹងសារទុកលើកទី1នេះគឺមានចៅក្រមសរុប5រូបគឺមានប្រធាន1រូបនិងចៅក្រមក្រុមប្រឹក្សាចំនួន4រូបទៀត2. តុលាការកំពូលមានសមត្ថកិច្ចជំនុំជម្រះបណ្ដឹងសារទុកលើកទី2មួយទៀតគឺតុលាការកំពូលលោកមានសមត្ថកិច្ចទទួលជំនុំជម្រះលើបណ្ដឹងសារទុកលើកទី2ហើយតាមរយៈពាក្យបណ្ដឹងសារទុកលើកទី2នេះគឺក្នុងគោលដៅកាត់បន្ថយនីតិវិធីវែងឆ្ងាយគឺតុលាការកំពូលលោកជំនុំជម្រះទៅលើទាំងអង្គច្បាប់ផងព្រមទាំងទៅលើអង្គហេតុផងដែរហើយចំពោះសមាជិកភាពចៅក្រមគឺមានរហូតដល់9រូបបាទហើយក្នុងនោះគឺមានប្រធានក្រុមប្រឹក្សា1រូបនិងចៅក្រមប្រឹក្សាផ្សេងទៀតចំនួន8រូបហើយការជំនុំជម្រះបែបនេះហៅថាសភាពេញអង្គឬការជំនុំជម្រះរួមក្រុមក្រៅពីតួនាទីទាំងនេះតុលាការកំពូលក៏មានសមត្ថកិច្ចជំនុំជម្រះលើបណ្ដឹងសាររើផងដែរមួយទៀតគឺតុលាការកំពូលលោកមានសមត្ថកិច្ចទទួលជំនុំជម្រះរឿងក្តីមួយទៀតដែរហៅថាបណ្ដឹងសាររើបាទតាមរយៈបណ្ដឹងសាររើនេះគឺជានីតិវិធីតវ៉ាមួយដែលអនុញ្ញាតឲ្យមានផលប្រយោជន៍បណ្ដឹងតវ៉ាពីការមិនសុខចិត្តនឹងសាលក្រមឬសាលដីកាដែលខ្លាចជាសាលក្រមឬសាលដីកាចូលជាស្ថាពរហើយនឹងកំពុងអនុវត្តទៅហើយបាទនឹងហើយបណ្ដឹងនេះគឺមានទិសដៅកំណត់បាទនៅភាពសុចរិតភាពស្លូតត្រង់របស់តន្តិតឡើងវិញត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថាបណ្ដឹងសាររើអាចធ្វើបានតែចំពោះរឿងក្តីព្រហ្មទណ្ឌតែប៉ុណ្ណោះទោះជាកម្រិតទោសប៉ុណ្ណាក៏ដោយហើយអាចធ្វើទៅលើសេចក្តីសម្រេចនៅគ្រប់កម្រិតសាលាជំរះក្តីដល់ឡែកចំពោះរឿងរដ្ឋបវេនីយើងមិនប្រើពាក្យថាបណ្ដឹងសាររើទេយើងប្រើពាក្យថាការជំនុំជម្រះសារជាថ្មីចុះតើសេចក្តីសម្រេចជាស្ថាពររបស់តុលាការកំពូលមានអំណាចយ៉ាងដូចម្តេចខ្លះការសម្រេចសេចក្តីរបស់តុលាការកំពូលត្រូវបានហៅថាសាលដីកាបាទហើយតាមរយៈសាលដីកានេះគឺបានន័យថាជាសេចក្តីសម្រេចបិទផ្លូវតវ៉ាគឺភាគីមិនអាចប្តឹងតវ៉ាឬជំទាស់ទៅមុខទៀតបានទេលើកលែងតែការប្តឹងសាររើឡើងវិញក្នុងករណីដែលមានភស្តុតាងជាក់លាក់ច្បាស់លាស់និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមកំណត់នៃច្បាប់បាទទើបភាគីអាចប្តឹងសាររើបានបាទហ្នឹងហើយលើពីនេះទៀតគឺយើងអាចនិយាយបានថាសេចក្តីសម្រេចរបស់តុលាការកំពូលគឺមានលក្ខណៈជាស្ថាពរហ្នឹងឯងគឺមានន័យថាថ្ងៃដែលតុលាការកំពូលប្រកាសសេចក្តីសម្រេចណាមួយនោះគឺសេចក្តីសម្រេចនោះ
មានអានុភាពយកទៅអនុវត្តភ្លាមតែម្ដងពលគឺប្រកាសភ្លាមយកទៅអនុវត្តភ្លាមដោយមិនរងចាំពេលវេលាជាក់លាក់ណាមួយដើម្បីឲ្យចូលជាស្ថាពរនោះឡើយបាទហ្នឹងហើយខុសពីសារក្រមពីសាលាដំបងរាជធានីខេត្តខុសពីសាលដីកានៅសាលាធរដែលមានកំណត់ជាក់លាក់ថាសារក្រមឬសារដីកានេះនឹងចូលជាស្ថាពរនៅក្នុងពេលកំណត់ដោយច្បាប់គឺមានចែងច្បាស់តែដល់ឡែកចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនេះគឺយកទៅអនុវត្តភ្លាមបានតែម្ដង